សាបងប្អូនចំពោះអតិជនដែលប្រើប្រាស់ chlorophyll បាទឆាតមកសួរច្រើនណាប៉ុន្តែនៅតែសួរពីបញ្ហាថាតើ chlorophyll នឹងប្រើត្រូវអីខ្លះគាត់ថាគាត់នឹងមានបញ្ហាតម្រងនោមបញ្ហាទឹកនោមផ្អែមបញ្ហាអាការៈនោមញឹកនោមអីហ្នឹងគាត់ប្រើបានអត់បាទនិយាយទៅបើជាទូទៅបទពិសោធន៍របស់ខ្ញុំដែលខ្ញុំលក់អតិជនខ្ញុំក៏ដូចជាអតិជនដែលគាត់នៅចិត្តខ្ញុំគាត់យកទៅប្រើបាទគាត់មានបញ្ហាទឹកនោមផ្អែមគាត់បញ្ហាតកតងនៅនឹងគេហៅដំបៅខ្លាយបាទដំបៅខ្លាយហើយក៏ដូចជាមានអតិជនដែលគាត់ញោមនឹកផងនោមញឹកបាទនិយាយចង់ចេញបងប្អូនបាទនោមញឹកបាទចំពោះអតិជនដែលគាត់នោមញឹកបើគាត់នោមចង់និយាយថាអង្គុយទឹកនោមគាត់នោមអត់ដឹងខ្លួនណាអាហ្នឹងគឺមិនអាចប្រើបានទេពុកម៉ែបងប្អូនបាទតែបើសិនជាគាត់គាត់នោមញឹកដែរថា3-4 ដងហើយគាត់នោមមកវាអត់ហួលកម្រងនោមអីចឹងអាហ្នឹងគាត់អាចប្រើបានប្រើនៅក្នុងកម្រិតស្រាលអាហ្នឹងដែលខ្ញុំធ្លាប់ឲ្យគាត់ប្រើបាទកម្រិតស្រាលហើយបើសិនជាចំពោះអតិជនដែលគាត់មានទឹកនោមផ្អែមអតិជនដែលគាត់មានទឹកនោមផ្អែមគឺគាត់អាចប្រើបានដូចគ្នាពុកម៉ែបងប្អូនបាទគាត់ប្រើក្នុងរយៈពេល1សប្តាហ៍ហ្នឹងស្រាលដើម្បីយើងតេស្តមើលប៉ុន្តែអតិជនដែលគាត់ធ្លាប់ប្រើនៅចិត្តនៅផ្ទះខ្ញុំដែរគាត់កើតទឹកនោមផ្អែមដែរគាត់ប្រើខ្ញុំឲ្យគាត់ដាក់ស្រាប្រើអញ្ចឹងណាបាទប៉ុន្តែគាត់នៅពេលដែលគាត់ប្រើទៅគឺគាត់មានអារម្មណ៍ស្រួលខ្លួនគេងលក់ស្រួលអញ្ចឹងទៅប៉ុន្តែបើសិនឲ្យជាគឺវាអត់អាចជាទេពុកម៉ែបងប្អូនបាទគាត់ថាវាអាចជួយបញ្ចុះជាតិស្ករបាទវាជួយលាងសារធាតុពុលនៅក្នុងខ្លួនគាត់ឲ្យគាត់បានស្រួលគេងលក់ស្រួលអីចឹងណាហើយផ្សះដំបៅអញ្ចឹងទៅបាទហើយបើសិនជាថាជានោះវាមិនអាចទេពុកម៉ែបងប្អូនលុះត្រាតែពុកម៉ែបងប្អូនទៅពិនិត្យពេទ្យចេញសម្បត្តិពេទ្យមកដើម្បីពិគ្រោះជាមួយនឹងដុកទ័រដែលគាត់ជំនាញទៅលើនឹងការចាប់តាក់ទងនៅនឹងផលិតផលព្យាបាលគាត់អានឹងបានយើងអាចសង្ឃឹមថាគាត់អាចនឹងជាហើយនឹងបានសះស្បើយអញ្ចឹងណាពុកម៉ែបងប្អូនបាទត្រឹមតែប្រើ chlorophyll វាអាចបានត្រឹមតែធូរឲ្យគាត់ស្រួលខ្លួនអីចឹងណាពុកម៉ែបងប្អូនឬក៏ដំបៅគាត់ដែលគាត់រលេះរលួយហ្នឹងវាអាចរួមក្រៀមមុខរបួសអីចឹងទៅបាទចឹងកន្លែងហ្នឹងពុកម៉ែបងប្អូនសូមយល់បាទតែដូចខ្ញុំបញ្ជាក់បងប្អូនចឹងថា chlorophyll នេះគឺវាមានតួនាទីទី1បាទលាងសម្អាតជាតិពុលនៅក្នុងខ្លួនបង្កើតគ្រាប់កោសិកាគ្រាប់ឈាមក្រហមជួយផ្សះដំបៅខាងក្នុងនិងខាងក្រៅជួយឲ្យបំបត្តិអាការៈឈឺក្បាលជាប្រចាំគេងលក់ស្រួលបាទហើយនឹងបំបត្តិក្លិនមាត់ឬក៏ក្លិនខ្លួនផងដែរហ្នឹងណាបាទហើយវិវត្តរដូវរបស់ស្ត្រីក៏អាចធ្វើឲ្យគាត់មកទៀងទាត់ហើយបាត់ឈឺបាត់ជប់ចាប់ពេលមករដូវអញ្ចឹងណាបាទវិញមួយទៀតចំពោះឡើងឈាមឬក៏លើសជាអាស៊ីតគឺវាការពារបើបងប្អូនឡើងជាអាស៊ីតគឺវាទៅបញ្ចុះជាអាស៊ីតអញ្ចឹងណាបាទអញ្ចឹងពុកម៉ែបងប្អូនសូមប្រាប់ពុកម៉ែបងប្អូនប៉ុណ្ណឹងបាទអញ្ចឹងពុកម៉ែបងប្អូនបន្តយកទៅប្រើគឺបានដោយសារតែក្នុងរយៈពេលឥឡូវហ្នឹងយើងជួយចិត្តញ៉ាំសាច់ដល់ពេលចូលចិត្តញ៉ាំសាច់ច្រើនបាទ steak អីច្រើនអញ្ចឹងណាបាទចូលគេហៅចូលស្អីគេ BBQ អីណាចូលទៅវាច្រើនអញ្ចឹងទៅបាទយើងញ៉ាំសាច់ច្រើនអញ្ចឹងវាអាចឡើងជាអាស៊ីតអញ្ចឹងយើងមាន chlorophyll មួយកំប៉ុងនៅខ្លួនអស់ក្តីបារម្ភបាទកុំភ្លេចណារីករាយប្រើប្រាស់ជាមួយនឹង chlorophyll មាន chlorophyll ពុកម៉ែបងប្អូនអស់ក្តីបារម្ភពីការឡើងជាអាស៊ីតឬក៏លើសឈាមបាទអរគុណពុកម៉ែបងប្អូន